សូមជូនរឿងមនុស្សនិងខ្មោចជាសម្លាញ់នឹងគ្នាកាលពីយូរលង់ណាស់មកហើយមានប្តីប្រពន្ធពីរនាក់រស់នៅឃ្លាតឆ្ងាយពីភូមិអ្នកស្រុកមិនសូវមានគេរាប់រកឡើយយប់មួយនាងជាប្រពន្ធឈឺពោះឆ្លងទន្លេបានប្រើប្តីឲ្យទៅហៅឈ្មោលមកបង្កើតកូនបរោះជាប្តីភ័យឡើងត្រជាក់ដៃជើងព្រោះថាតាមផ្លូវទៅភូមិនោះមានដើមជ្រៃមួយធំជាលំនៅនៃខ្មោចព្រាយបិសាចដែលតែងតែលងបន្លាចមនុស្សម្នាឆ្លងកាត់ទីនោះឲ្យលុះប្រលឹងស្លាប់មិនដែលខានឡើយហើយក៏គ្មានច្រកណាគេចវាងពីផ្លូវនោះដែរបរោះជាប្តីទទួលយល់ព្រមតែពីមុខប្រពន្ធលុះចុះពីលើផ្ទះក៏សំងំពួននៅទីងងឹតអស់រយៈពេល1ម៉ោងទើបធ្វើជាត្រឡប់មកវិញប្រាប់ប្រពន្ធថាអូនអើយយាយមកមិននៅផ្ទះទេប្រពន្ធមិនជឿប្តីក៏តបទាំងឈឺពោះថាកុំកុហកបងឯងសំងំនៅខាងមុខផ្ទះតើហ៊ានស្បត់ទេបរោះជាប្តីមិនហ៊ានស្បត់ក៏នៅស្ងៀមហើយត្រូវប្រពន្ធស្ដីបន្ទោសបន្ថែមបើមិនចង់ឲ្យខ្ញុំស្លាប់ទេចូលឆាប់ទៅហៅយាយមកប្តីមិនតបក៏ចុះទៅម្ដងទៀតធ្វើដូចជាអ្នកក្លាហានប៉ុន្តែដើរមិនបានប្រមាណជំហានផងក៏នឹកខ្លាចព្រឺសម្បុរគីងគួតហើយពួនសំងំអង្គុយយំមិនឲ្យប្រពន្ធឮលុះយំអស់ចិត្តទើបដើរមកប្រាប់ប្រពន្ធទៀតអូនអើយយាយមកត្រូវបានគេអញ្ជើញទៅកន្លែងផ្សេងបាត់ហើយប្រពន្ធមិនជឿដោយឈឺពោះខ្លាំងពេកក៏តាំងស្រែកជេរអាប្តីចង្រៃតាមពិតឯងខ្លាចខ្មោចលងជាងខ្លាចឯងស្លាប់បើសិនបើអញស្លាប់ទៅមែនអញនឹងខ្មោចកូនអញនឹងតាមលងកាច់កអាឯងមិនឲ្យរស់ទេប្តីឮប្រពន្ធជេរហើយចង្អុលមកក៏នឹកខឹងក្តៅឈួលចុងច្រមុះលែងខ្លាចក៏ស្ទុះចុះដីដើរយ៉ាងលឿនសម្ដៅទៅភូមិលុះចិត្តដល់ដើមជ្រៃធំជាលំនៅខ្មោចបរោះភ័យខ្លាំងណាស់មិនដឹងជាធ្វើដូចម្ដេចក៏ថ្មិចភ្នែកចិត្តស្ទុះរត់ពេញទំហឹងដូចអត់ដង្ហើមឆ្លងកាត់ក្រោមដើមជ្រៃនោះក៏ជ្រុលហួសទៅបុកខ្មោចដែលកំពុងរងចាំលងនៅកណ្ដាលផ្លូវខ្មោចនិងមនុស្សក៏ដួលអុកគូតទាំងសងខាងដោយឈឺខ្លាំងពេកបរោះក្រោកឡើងចង្អុលខ្មោចហើយនិយាយថាខ្មោចអាណាប្រាប់ឲ្យឯងរាំងភ្លើងអញរត់ទៅមុខពុំបានដូចនេះខ្មោចទម្លាក់សក់វែងភ្នែកខោងជ្រៅអណ្ដាតក្រហមងើដូចអណ្ដាតភ្លើងក៏តបវិញទាំងកំហឹងថាអេតើអាណាប្រើឯងឲ្យរត់មកបុកអញទាំងយប់ស្ងាត់បែបនេះឯងមិនខ្លាចខ្មោចលងទេឬអ្វីបរោះភ័យស្លេកស្លាំងប៉ុន្តែធ្វើជាមិនខ្លាចនឹងស្រដីថាប្រពន្ធអញកាចណាស់បានប្រើអញមកខ្មោចដោយឯងគ្មានអ្វីគួរឲ្យខ្លាចជាងប្រពន្ធអញទេអញធ្លាប់ឃើញខ្មោចក្នុងរឿងកុនល្ខោនមុខអាក្រក់ជាងឯងទៅទៀតឯងលងអញរបៀបណាក៏ដោយក៏ឥតប្រយោជន៍ដែរយល់ល្អបើកផ្លូវឲ្យអញទៅប្រសើរជាងខ្មោចដើមជ្រៃអស់សំណោចសោចហាចំហាយស្អុយឆ្អាបឆ្អេះជាគម្រោងហើយដើរមកកាន់ស្មាបរោះរបស់យើងហើយនិយាយថាឯងគ្រាន់បើមែនអញខំស្កាត់មករកអ្នកក្លាហានដោយឯងមកធ្វើជាសម្លាញ់ពុំបានទេតើប្រពន្ធឯងមានត្រេះអ្វីបានប្រើឯងយ៉ាងប្រញាប់យ៉ាងនេះបរោះឮខ្មោចថាជាសម្លាញ់បែបនេះក៏ធូរចិត្តខ្សាក់ហើយទៅតែថាអូអាខ្មោចអើយគ្នាទីទល់ក្រណាស់ប្រពន្ធគ្នាឈឺពោះចិត្តឆ្លងទន្លេគ្នាត្រូវទៅរកយាយម៉បនៅក្នុងភូមិបើឃើញគ្នាចេញចូលតាមផ្លូវនេះចូលឯងបើកផ្លូវជូនដំណើរគ្នាឲ្យសម្រេចការងារបានជោគជ័យផងខ្មោចដើមជ្រៃយំហូរអាណិតមាននុបហើយនិយាយថាមិនធ្វើអ្វីទេឯងក្រប៉ុណ្ណឹងនោះចាំថ្ងៃក្រោយគ្នានឹងជួយឲ្យឯងរកស៊ីមានបានឆាប់តែឥឡូវចូលយើងប្រញាប់កុំឲ្យប្រពន្ធឯងចាំផ្លូវយូរពេកមនុស្សនឹងខ្មោចដើរបណ្ដើរនិយាយសាសងគ្នាបណ្ដើរនៅតាមផ្លូវចូលនៅក្នុងភូមិឯឆ្កែអ្នកស្រុកគឺពេលឃើញខ្មោចក៏លូតគ្នាពីផ្ទះមួយទៅផ្ទះមួយយ៉ាងក្រលួចគួរឲ្យខ្លាចមកដល់ផ្ទះជីម៉បខ្មោចក៏រងចាំនៅខាងក្រៅរបងឯបរោះចូលទៅដាស់ជីម៉បបរោះស្រែកឡើងថាយាយមេតាជួយប្រពន្ធខ្ញុំផងនាងឈឺពោះចិត្តឆ្លងទន្លេហើយយាយម៉បតបវិញថាមាននុបអើយថាអញមិនទៅទេព្រោះថាផ្ទះឯងឆ្ងាយដាច់ពីគេអញខ្លាចខ្មោចលងមាននុបឆ្លើយតបមិនធ្វើទេយាយខ្ញុំហ៊ានធានាបើខ្មោចលងឲ្យវាលងតែរូបខ្ញុំចោះសូមយាយអាណិតដល់ប្រពន្ធកូនខ្ញុំផងយាយម៉បបានឮពាក្យអង្វរក៏មានចិត្តអាណិតមាននុបណាស់ក៏ក្រោកឡើងអុជចន្លោះឲ្យចៅមាននុបចូលគាត់រៀបចំប្រដាប់ប្រដាបង្កើតកូនហើយនិយាយទាំងទិសទាល់ថាក្រៅពីចៅឯងយាយមិនទៅទេលុះរៀបចំខ្លួនរួចជាស្រេចហើយយាយនិងចៅមីនុបក៏ចេញដំណើរដោយធ្វើដំណើរតាមផ្លូវទាំងចិត្តព្រឺព្រួយ
ai khăm mỏi rùm đầm nà tới chỉ mũi có prá vi tầm muốn bất bằng đàm chơi mình ơi khơi bà phơi ở nhẹ đằng pí tới đọt té chạy vì nó không biết phật phải dì móp chỗ để chuối niếng chia pro bốn hỏi bằng cái cốn bàn côn pro mũi hỏi dũng ngà làng quát bàn đá sầm đại quát xe mà trường cái lừa cái bao sọp té cướp trồng trong này ai mình núp rong chạm được hàng cái có bờ bô sầm lạnh khmáu côn khné cả thôi anh chơi sầm lạnh cho chơi khné lên hàng khăn té khmáu pro cái té ấy miền cây bọt sầm lạnh nhật na anh chốt bom bàn té là hỏi cho khné cất lia ấy từ bên hỏi bà miền thọ rẽ với ở khné chuối cho oi thúc rùm lực đòn anh tới anh nâng chuối anh phèm lúc khmáu đám chơi trình tới trái mình núp còn láng mình lừa té dây móp xua chơi ấy nị dây cho môi nệ nátในขัง ក្រៅ mình núp chói lang thà bát ខ្ញុំ ọp sọc ពេក ក៏ និយាយ លេង តែ ម្នាក់ ឯង ទៅ យាយ មក មិន យល់ ស្រប ក៏ និយាយ ថា ខ្ញុំ មិន ជឿ ទេ តើ អ្នក ណា ចេះ និយាយ តែ ម្នាក់ ឯង ដូច មនុស្ស ឈួត នោះ លុះ ភ្លឺ ឡើង មាន នប់ ជូន យាយ ត្រឡប់ ទៅ ផ្ទះ គាត់ វិញ នៅ ពេល ឆ្លង កាត់ ដើម ជ្រៃ ផុត ទៅ នោះ គាត់ និយាយ ថា យប់ មិញ យើង ទាំង ពីរ នាក់ ដើរ មក ផ្ទះ ចៅ ឯង មិន មែន ផ្លូវ នេះ ទេ មាន នប់ ថា គ្មាន ផ្លូវ ណា ផ្សេង ក្រៅ ពី ផ្លូវ មួយ នេះ ឡើយ ប្រហែល ជា យាយ ខ្លាច ដើរ បិទ ភ្នែក ទេ ដឹង យាយ មក ក៏ ទទួល ឆ្លើយ អើ តែ មក ទេ តែ ក្នុង ចិត្ត គាត់ ពិត ជា មាន ខ្មោច ឡង ពិត មែន និយាយ ពី ស្រុក នៅ ចិត្ត ខាង មាន នប់ រស់ នៅ វិញ មាន កូន ក្រមុំ សេដ្ឋី ម្នាក់ នាង ស្លាក់ ឆ្អឹង ត្រី 3-4 ថ្ងៃ មក ហើយ គ្រូ ពេទ្យ នៅ ស្រុក នោះ ទាល់ ចំណេះ មិន ដឹង មាន វិធី ណា យក អាសា នាង បាន ស្ត្រី ក៏ ចាប់ អ្នក បំរើ ដើរ រក គ្រូ មក ស្ដោះ ផ្លុំ តែ គ្រប់ គ្រូ ទាំង នោះ គ្មាន សមត្ថភាព នឹង ជួយ នាង បាន ទេ ឯ ដំណឹង នោះ ក៏ បាន លេច លឺ ទៅ ដល់ ចៅ មីនុប លុះ យប់ ឡើង មីនុប ក៏ ដើរ សំដៅ ទៅ ដើម ជ្រៃ ហើយ ចូល ទៅ អុជ ធូប សុំ សួរ ខ្មោច ជា សម្លាញ់ ខ្មោច ចេញ មក ក៏ សោក ក្អាក ក្អាយ ហើយ ឲ្យ បាលី ស្លាក់ ឆ្អឹង ទៅ បរោះ នោះ បរោះ ទន្ទិញ បាលី ស្ទាត់ ចាំ មាត់ ទើប លា ខ្មោច សម្លាញ់ មក ផ្ទះ វិញ លុះ មេឃ ភ្លឺ ឡើង ក៏ លា ប្រពន្ធ ទៅ ផ្ទះ សេដ្ឋី សេដ្ឋី សួរ តែ ចៅ ឯង គឺជា គ្រូ មើល ជំងឺ មែន ទេ មីនុប ក៏ បាន ឆ្លើយ ខ្ញុំ បាទ មិន ដែល រក ស៊ី ធ្វើ គ្រូ អ្វី នោះ ទេ តែ ដោយ នឹក អាណិត នាង ទើប ខ្ញុំ កាត់ មក ពី ឆ្ងាយ ក្រែង អាច ជួយ សង្គ្រោះ ជីវិត នាង បាន ខ្ញុំ សូម សាកល្បង គ្រាន់ នឹង បាន គេ ឈ្មោះ បោះ សំលេង ទៅ សេដ្ឋី ញញឹម ស្ងួត ហើយ និយាយ ថា បើ ចៅ ឯង អាច ជួយ សង្គ្រោះ ជីវិត កូន ស្រី ខ្ញុំ បាន យើង នឹង ឲ្យ រង្វាន់ ចៅ ជា ទី ខប់ ចិត្ត មីនុប បាន ការ អនុញ្ញាត ពី លោក សេដ្ឋី ហើយ ក៏ ចូល ទៅ ក្នុង ផ្ទះ នេះ បង្គាប់ ឲ្យ គេ រៀបចំ រំដាប់ សែន ព្រេន ឲ្យ ខ្មោច ស៊ី រួច ជា ស្រេច ទើប ឲ្យ យក ទឹក មួយ ផ្ដិល ដោយ អុជ ធូប 3 សរសៃ រួច សូត្រ បាលី ខ្មោច ខ្លាំង តឹង តឹង យូនី ពិន ស្ទឹង លឹង ពិន ទូក របូត រលូត ចេញ ទៅ នេះ សូត្រ ចំនួន 3 ចប់ ក៏ កូរ ទឹក ហើយ យក ទៅ ឲ្យ នាង បុត្រី សេដ្ឋី នោះ ផឹក ពេល ផឹក ទឹក មុន បាន បន្តិច នាង ក្រមុំ ក៏ រលឹក ដល់ បាលី ខ្មោច នោះ ចំអេក ចំអះ ពេក ក៏ អស់ សំណោច ខឹក របូត ឆ្អឹង ត្រី បាត់ ពី បំពង់ ក ទៅ សេដ្ឋី ត្រេក អរ ឥត ឧបមា គាត់ សម្រេច លើក បុត្រី ឲ្យ ទៅ ចៅ មីនុប ប៉ុន្តែ ត្រូវ បាន ចៅ មីនុប បដិសេធ ដោយ និយាយ ថា ខ្លួន មាន ប្រពន្ធ កូន ហើយ ក៏ សុំ លា លោក សេដ្ឋី វិល ត្រឡប់ មក ផ្ទះ វិញ សេដ្ឋី នឹក បណ្ដោះ ចិត្ត គាត់ បង្គាប់ ឲ្យ អ្នក បំរើ ឲ្យ ដឹក ស្បៀង 2 រទេះ គោ មក ដល់ ផ្ទះ មីនុប តាំង ពី ថ្ងៃ នោះ មក គេ ឈ្មោះ មីនុប លេច លឺ ល្បី សម័យ មួយ ស្ដេច ផែនដី ទ្រង់ ប្រឈួន ធ្ងន់ធ្ងរ ដោយ ស្លាក់ ឆ្អឹង ត្រី ក្នុង បំពង់ ក សោយ ក្រយ៉ា ពុំបាន ពេទ្យ លួង អស់ តម្រេះ ព្យាបាល ស្ដេច ចេញ រាជ បញ្ជា ឲ្យ សេដ្ឋី នាំ ខ្លួន ចៅ មីនុប ទៅ រាជធានី មីនុប ភិតភ័យ ខ្លាំង ណាស់ ចូល ទៅ ក្រាប ថ្វាយ បង្គំ ស្ដេច នៅ ក្នុង វាំង ហើយ បង្គាប់ ឲ្យ មន្ត្រី ពេទ្យ រៀបចំ រំដាប់ សែន ព្រេន ខ្មោច រួច ជា ស្រេច ទើប មើល ថ្វាយ ស្ដេច សោយ ទឹក មុន ចៅ មីនុប បន្តិច ក៏ ជា សះស្បើយ ព្រះ រោគ ភ្លាម ព្រះអង្គ ដឹង គុណ ចៅ មីនុប ហើយ ក៏ តែងតាំង មីនុប ជា ពេទ្យ លួង តែ មីនុប ពុំ អាច ចាក ចោល ស្រុក ស្រែ ចំការ បាន ទើប សុំ មក រក្សា រាជ ព្រះអង្គ នៅ តាម ជនបទ វិញ មីនុប បាន រង្វាន់ ជា ប្រាក់ សម្រាប់ ចាយ ពី ព្រះរាជា ជា ច្រើន ហើយ បង្គាប់ ឲ្យ គេ ធ្វើ បុណ្យ យ៉ាង មហោឡារិក គោរព ដល់ ដួង វិញ្ញាណក្ខន្ធ ខ្មោច ដល់ ដើម ជ្រៃ ដើម្បី លួង លក់ កំណើត ទៅ ចាប់ ជាតិ ជា ថ្មី យប់ នោះ សម្លាញ់ ខ្មោច ក៏ បាន ឲ្យ ក្បួន ថ្នាំ បុរាណ ដែល ជា គម្ពីរ មួយ ក្បាល ទុក ព្យាបាល ប្រជាជន តូចតាច ទៅ អនាគត
មនុស្សនឹងខ្មោចជាសម្លាញ់នឹងគ្នាដែលខ្ញុំបានលើកយកមកអត្ថាធិប្បាយនៅពេលនេះសូមចប់តែប៉ុណ្ណេះសូមអរគុណ